ការកាន់កាប់ទីក្រុងភ្នំពេញដោយវៀតណាមនិងការដេញតាមខ្មែរក្រហមរហូតដល់ព្រំដែនថៃបានបង្កឲ្យមានការភ្ញាក់ផ្អើលស្រឡាំងកាំងនៅទីក្រុងបាងកកតើពួកនេះធ្វើដំណើរទៅដល់ណាទៀតពេលនេះជនជាតិព្រុសអាស៊ីគឺវៀតណាមនឹងដេញតាមអ្នកដើរតាមរបបប៉ុលពតចុងក្រោយរហូតដល់ទឹកដីថៃមែនឬមួយពួកគេបញ្ជូនក្បួនរថក្រោះរបស់ខ្លួនដល់ទីក្រុងបាងកកទៀតទេដឹងការមកដល់របស់វៀតណាមត្រូវបានទទួលស្វាគមន៍ដោយទឹកចិត្តរីករាយនៅតាមបណ្ដាភូមិរាប់រយរបស់កម្ពុជាប្រជាជនមិននឹកស្មានថាមានរឿងនេះកើតឡើងនោះឡើយពួកកម្មាភិបាលខ្មែរក្រហមនិងកងឈ្លបទីបំផុតបានចាក់ចែងពីស្រុកភូមិអស់ប្រជាជនម្នាក់មានសេរីភាពជាថ្មីក្នុងការរស់នៅជួបជុំគ្រួសារហើយអាចដេកពួនទីណាក៏បានក្រោមការបង្ខំបង្ខំប្រជាជនជិត 30,000 នាក់នៃបណ្ដាខេត្តភាគខាងលិចនិងទីក្រុងភ្នំពេញត្រូវគារទៅតាមខ្មែរក្រហមចូលទៅក្នុងព្រៃទៀតប៉ុន្តែសម្រាប់តំបន់ដទៃទៀតនៃប្រទេសនេះជាដំណើររួចផុតពីគ្រោះថ្នាក់មួយអ្នកភូមិបាននាំគ្នាដើររើកកាយជង្រុកស្រូវរបស់អង្គការនិងសម្រាប់ជ្រូកមាន់ទាដើម្បីរៀបចំបរិភោគជាលើកដំបូងរបស់គេយ៉ាងឆ្អែតស្កប់ស្កល់ពីព្រោះពួកគេមិនដែលស្គាល់អ្វីដែលហៅថាឆ្អែតតាំងពី4ឆ្នាំមកហើយប្រជាជនកម្ពុជារាប់រយពាន់នាក់បានចាប់ផ្ដើមចេញដំណើរដើម្បីវិលត្រឡប់ទៅស្រុកកំណើតរបស់គេវិញប្រជាជនប្រុសស្រីដែលមានសម្លៀកបំពាក់ពណ៌ខ្មៅរហែករយ៉ាយកំពុងដឹកជញ្ជូនអីវ៉ាន់ដ៏តិចតួចរបស់ពួកគេតាមរទេះរុញដោយដៃដែលធ្វើឲ្យតែបាននឹងដើរច្រវាត់ច្រវាញ់ទៅមកពីពេញផ្ទៃប្រទេសមើលទៅហាក់ដូចជាវងស្រមោចដើរជាជួរអញ្ចឹង6 ខែបន្ទាប់ពីការឈ្លានពាននៅពេលដែលលោកណាយ៉ាន់ច័ន្ទដាធ្វើដំណើរទៅកម្ពុជាជាថ្មីមានប្រជាជនខ្លះនៅតែធ្វើដំណើរតាមផ្លូវនៅឡើយបន្ទាប់ពីការធ្វើដំណើរអស់រាប់រយម៉ោងទាំងអស់កម្លាំងនិងស្រេកឃ្លានពួកគេនៅតែបន្តដើរទាំងត្រដាប់ត្រដួសរហូតដល់គោលដៅចុងក្រោយរបស់ពួកគេបើសិនជាវៀតណាមមិនមកទេយើងទាំងអស់គ្នានឹងត្រូវស្លាប់នេះជាពាក្យដែលអ្នករួចផុតពីគ្រោះថ្នាក់ទន្ទិញមិនឈប់ប៉ុន្តែប្រយោគសម្ដីការដឹងគុណនេះពុំមានគិតព្រួយបារម្ភពីការមកដល់នៃព្រឹត្តិការណ៍អាក្រក់នោះឡើយប្រទេសវៀតណាមដែលជាសត្រូវគ្មានទីបំផុតនិងមិនភ្ជាប់ប្រទេសកម្ពុជាជារណបរបស់ខ្លួនមែនឬអតីតគ្រូបង្រៀនម្នាក់បានខ្សឹបដាក់ត្រចៀកលោកណាយ៉ាន់ច័ន្ទដានៅតាមផ្លូវដែលគាត់នាំមកផ្ទះវិញថាខ្ញុំភ័យខ្លាចថាពួកវៀតណាមស្ថិតនៅទីនេះដើម្បីស៊ីអង្គររបស់យើងវៀតណាមពុំបានធ្វើអ្វីដើម្បីឲ្យស័ក្តិសមទៅនឹងជំនឿទុកចិត្តរបស់ប្រជាជនកម្ពុជានោះឡើយក្នុងរយៈពេល3ខែបន្ទាប់ពីការមកដល់របស់ខ្លួនវៀតណាមបានរុករើបំផ្លាញទៅតាមទម្លាប់នៅក្នុងរដ្ឋធានីក្បួនរថយន្តកាមីយ៉ុងជាច្រើនគ្រឿងដែលផ្ទុកពេញទៅដោយទូទឹកកកម៉ាស៊ីនត្រជាក់គ្រឿងសម្ភារៈអគ្គិសនីគ្រឿងសង្ហារឹមម៉ាស៊ីនគ្រប់ប្រភេទនិងរូបចម្លាក់ដ៏មានតម្លៃយ៉ាងច្រើនបានបាត់តម្រង់ឆ្ពោះទៅទីក្រុងហូជីមីញវត្ថុដែលប្រមូលសន្សំទាំងអស់នេះត្រូវបោះបង់ចោលតាំងពីឆ្នាំ1975ដោយប្រជាពលរដ្ឋទីក្រុងភ្នំពេញនៅពេលដែលពួកគេត្រូវបណ្តេញចេញយ៉ាងឃោរឃៅហើយខ្មែរក្រហមដែលពោពេញទៅដោយការមើលងាយចំពោះនិមិត្តរូបនៃការចុះអាប់អោនរបស់វណ្ណៈកហបតីបានទុកចោលដោយគ្មានអ្នកណាប៉ះពាល់នោះឡើយទោះជាជ័យភ័ណ្ឌទាំងនេះដែលនាំយកមកពីទីក្រុងភ្នំពេញជួយបំពេញឃ្លាំងទ្រព្យសម្បត្តិរបស់ទីក្រុងហាណូយបានមួយចំនួនតូចក៏ដោយក៏ពួកគេបន្សល់ទុកនៅស្លាកស្នាមយ៉ាងជ្រៅក្នុងចិត្តគំនិតរបស់ប្រជាជនខ្មែរហើយដែលធ្វើឲ្យបុរេវិនិច្ឆ័យដែលបង្ហាញនៅភាពជាសត្រូវរបស់ប្រជាជនខ្មែរចំពោះពួកយួនមានរឹតតែខ្លាំងឡើងថែមទៀតជាមួយគ្នានោះវៀតណាមបានក្លាយទៅជាអ្នកដែលប្រជាជនលែងសូវមានជំនឿក្នុងតួនាទីជាអ្នករំដោះប្រទេសកម្ពុជាផងដែរនៅពេលដែលលោកណាយ៉ាន់ច័ន្ទដាមកដល់ទីក្រុងភ្នំពេញនៅខែកក្កដាឆ្នាំ1979គាត់បានឃើញទីក្រុងខ្មោចមួយដែលផ្លូវចូលទីក្រុងត្រូវបានបិទមិនឲ្យមនុស្សចេញចូលឡើយលើកលែងតែអ្នកក្លាហានជាអតីតអ្នកធ្លាប់រស់នៅទីក្រុងដែលរងចាំក្នុងជំរំទាំងឡាយដែលបង្កើតឡើងដោយគ្មានព្រៀងទុកជាមុននៅតាមបរិវេណខាងក្រៅរដ្ឋធានីប៉ុណ្ណោះអ្នកទាំងឡាយដែលលួចជ្រៀតចូលដល់ទីក្រុងភ្នំពេញបានដើរក្រវាយចុះឡើងដើម្បីស្វែងរកវត្ថុមួយចំនួនដែលគេអាចយកមកប្រើឡើងវិញបានដោយធ្វើដំណើរចុះតាមមហាវិថីព្រះមុនីវង្សលោកណាយ៉ាន់ច័ន្ទដាបានស្ដាប់ឮសំឡេងខ្ទរគួរឲ្យខ្លាចនៃជំហានជឿរបស់គាត់សង្កាត់ជំនួយរបស់ចិនដែលកាលពីដើមមានសភាពរស់រវើកនោះហាក់ដូចជាត្រូវរងគ្រោះពីមហាវិនាសកម្មមួយគេហដ្ឋាននិងហាងលក់ទំនិញនានាត្រូវបានរើបំផ្លាញខ្ទេចៗមានសល់ក្រែតុកទូកៅអីដែលបាក់បែកនិងសំណល់គ្រឿងប្រើប្រាស់ក្នុងចង្ក្រានបាយនៅរីដេសដាស់តាមទ្រុងថ្នល់គ្របពេញទៅដោយសម្លេងគោសើម
ដែលឃ្លាចេញពីពូកនិងខ្នើយដោយសារគេវះរោគមាសនិងគ្រឿងអលង្ការមានតម្លៃនេះជាសញ្ញាថាពួកចោរលួចបានចូលរុករកគ្រប់ផ្ទះទាំងអស់វៀតណាមមិនទុកចិត្តលើការដួលរលំដ៏គំហុកមួយរបស់ចលនាតស៊ូខ្មែរក្រហមនោះទេពួកគេមិនប្រាថ្នាការពីជាមុននៅអ្វីដែលពួកគេរកឃើញនៅខាងក្នុងប្រទេសនោះឡើយការជំទាស់ប្រកបប្រជារបស់អន្តរជាតិដែលពួកគេត្រូវប្រឈមមុខហាក់ដូចជាជួយកាន់ជើងពួកគេដោយមិនដឹងខ្លួនកម្ពុជាប្រជាធិបតេយ្យពុំត្រឹមតែជាប្រទេសមួយដែលគ្មានប្រកាសគ្មានទីផ្សារគ្មានប្រព័ន្ធប្រៃសណីយ៍គ្មានសាលារៀនប៉ុណ្ណោះទេប៉ុន្តែគឺជាកន្លែងមួយដែលមានគំនោឆ្អឹងខ្មោចនិងរណ្ដៅសាកសពយ៉ាងសម្បើមការអត់ឃ្លានបានគំរាមកំហែងអ្នកដែលនៅរស់រានមានជីវិតយ៉ាងខ្លាំងហើយក្រៅពីអបអរយ៉ាងឃ្លាវខ្លានៅពេលដែលបានដេញកំចាត់របបមួយដែលពិភពលោកទាំងមូលថ្កោលទោសជាសកលប្រទេសវៀតណាមក៏ត្រូវរងការទទួលទីទាននិងការបន្ទោសពីសំណាក់អន្តរជាតិផងដែរបកប្រជាជនបដិវត្តន៍កម្ពុជាដែលរៀបចំឡើងទាំងប្រញាប់ប្រញាល់ក្នុងអំឡុងពេលនៃដំណើរឆ្ពោះមកទីក្រុងភ្នំពេញរបស់កងទ័ពវៀតណាមតាមទ្រឹស្ដីត្រូវតែរ៉ាប់រងបង្កើតរដ្ឋាភិបាលរបស់ប្រទេសជាថែមទៀតប៉ុន្តែសមាជិក200នាក់របស់បកនិងពួកនិរទេសខ្លួនមួយក្តាប់តូចព្រមទាំងអ្នកបែកគំនិតប្រឆាំងនឹងខ្មែរក្រហមដែលគ្មានបទពិសោធន៍ហើយដែលរួមគ្នាបង្កើតជាក្រុមប្រឹក្សាបដិវត្តន៍នោះពុំមានសមត្ថភាពគ្រប់គ្រាន់និងបំពេញភារកិច្ចដែលរងចាំពួកគេនោះទេធ្វើឲ្យប្រជាជាតិរស់ឡើងវិញនិងផ្ដល់ឲ្យប្រជាជនដែលងើបពីសុបិនអាក្រក់នៅជីវភាពមួយប្រហាក់ប្រហែលពីមុនម្យ៉ាងទៀតពួកគេពុំអាចសង្ឃឹមការពីរបបថ្មីតែម្នាក់ឯងប្រឆាំងទល់នឹងកងទ័ពរបស់ខ្មែរក្រហមបានឡើយការបំបត្តិបណ្ដាសមាជិកអ្នកមានវិជ្ជាជីវៈសេរីនិងការរារែកមិនបម្រើរបបកុម្មុយនីសមួយទៀតរបស់អ្នកដែលរួចផុតពីគ្រោះថ្នាក់បានធ្វើឲ្យការស្ដារប្រទេសជាតិឡើងវិញជួបការលំបាករឹតតែខ្លាំងមន្ត្រីរដ្ឋការនិងអ្នកបច្ចេកទេសវៀតណាមរាប់ពាន់នាក់ត្រូវបានកេណ្ឌប្រមូលដើម្បីរៀបចំស្ដារប្រព័ន្ធទឹកនិងអគ្គិសនីជួសជុលផ្លូវរទេះភ្លើងឲ្យមានដំណើរការឡើងវិញនិងបើកឱសថាល័យជាច្រើនកន្លែងដែលមានគ្រូពេទ្យនិងគិលានុបដ្ឋាយវៀតណាមជាច្រើនអ្នកនៅធ្វើការជាមួយគ្រូពេទ្យខ្មែរមួយចំនួនគេបានបង្កើតទីស្តីការក្រសួងនានាដែលមានសុទ្ធតែទីប្រឹក្សាវៀតណាមជាអ្នកចាំញាក់ខ្សែពីក្រោយជនជាតិខ្មែររាប់រយនាក់ត្រូវបានបញ្ជូនទៅប្រទេសវៀតណាមដើម្បីបន្តការបណ្ដុះបណ្ដាលថែមទៀតខាងផ្នែកវិទ្យាសាស្ត្រសិក្សាធិការធនាគារពាណិជ្ជកម្មអន្តរជាតិនិងសន្តិសុខប្រាក់កាក់ត្រូវបានដាក់ឲ្យប្រើជាថ្មីនៅកម្ពុជានៅឆ្នាំ1980បន្ទាប់ពីរយៈកាលមួយដែលចំនួនតូចតាចប្រព្រឹត្តទៅលើមូលដ្ឋាននៃការដោះដូរគ្នារវាងអង្គរនិងមាសដោយសារការរត់ពន្ធមួយចំនួនដែលមានលក្ខណៈធំធេងនៅតាមព្រំដែនថៃទីផ្សារនានារបស់កម្ពុជាត្រូវបានបំពេញដោយគ្រឿងសម្ភារៈចាំបាច់មួយចំនួនដូចជាគ្រឿងឧបភោគបរិភោគជាថ្មីជំនួយអន្តរជាតិដ៏សន្ធឹកសន្ធាប់បានបញ្ជាគ្រោះទូរភឹកផងដែរកុមារាកុមារីកម្ពុជាបានធ្វើដំណើរចូលសាលារៀនឡើងវិញគេក៏ឃើញមានថ្នាំពេទ្យជាច្រើនមុខនៅតាមមន្ទីរពេទ្យនានាដំណើររស់ឡើងវិញរបស់កម្ពុជាដោយដែលលោកណាយ៉ាន់ច័ន្ទដាបានសម្គាល់ឃើញក្នុងរយៈពេល6ឆ្នាំគឺទុកថាដូចជាអភូតហេតុមួយកម្ពុជាបានរស់ឡើងវិញពីភេទផលរបស់ខ្លួនវៀតណាមបានផ្ដល់ឲ្យកម្ពុជានៅហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយហើយបានទទួលគុណប្រយោជន៍ពីជំនួយអន្តរជាតិដ៏សប្បុរសមួយថែមទៀតប៉ុន្តែមុនអ្វីៗទាំងអស់គឺកម្លាំងផ្លូវចិត្តនិងភាពសុទ្ធស្វែងក្នុងការងាររបស់ជនជាតិខ្មែរដែលត្រូវតែធ្វើឲ្យប្រទេសជាតិរបស់ខ្លួនរស់ឡើងវិញវាជាការងាយស្រួលណាស់ដើម្បីធ្វើឲ្យកម្ពុជារស់ឡើងវិញជាងនាំមកនៅការដោះស្រាយមួយចំពោះបញ្ហាអនាគតនយោបាយរបស់ខ្លួនក្នុងពេលដែលប្រជាជនកម្ពុជាជាប់រវល់នឹងកិច្ចការរបស់ខ្លួនដោយខិតខំប្រឹងប្រែងរៀបចំការរស់នៅឡើងវិញក្រុងហាណូយក៏ប្រមូលផ្ដុំកិច្ចប្រឹងប្រែងទាំងអស់របស់ពួកគេក្នុងការពង្រឹងការទូតត្រារបស់ខ្លួនលើប្រទេសកម្ពុជាតាមរយៈរដ្ឋថ្មីរបស់ខ្មែររដ្ឋាភិបាលនិងស្ថាប័នបករបស់របបនេះផងដែររដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានអនុម័តនៅនីតិខៈរដូវឆ្នាំ1981បន្ទាប់មកគឺការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាជាតិចំនួន117រូប
ក្នុងចំណោមបេក្ខជន148រូបបេក្ខជនចូលឈ្មោះទាំងនោះជាអតីតខ្មែរក្រហមឬខ្មែរឥស្សរៈប៉ុន្តែក៏មានបញ្ញវន្តរួចផុតពីគ្រោះថ្នាក់នៃរបបដែលត្រូវដេញចេញពីអំណាចផងបានបង្កើតការប្រមូលផ្ដុំគ្នាយ៉ាងគួរឆ្ងល់មួយហើយការរួបរวมគ្នានេះគឺដោយសារពួកគេមានគំនិតប្រឆាំងនឹងរបបប៉ុលពតដូចគ្នាប៉ុណ្ណោះដោយដែលសមាមិត្តហ៊ុនសែនកាលនោះជារដ្ឋមន្ត្រីក្រសួងការបរទេសបានបកស្រាយថាការបោះឆ្នោតនេះគឺមានគោលដៅជ្រើសរើសមនុស្សពុំមែនជ្រើសរើសមាគ៌ានយោបាយមួយនោះទេមាគ៌ានយោបាយយើងបានជ្រើសរើសរួចហើយដោយបង្ហូរឈាមរបស់យើងពិតហើយអ្នកគ្រប់គ្រងរបបថ្មីបានទទួលសម្លេងឆ្នោតគ្រប់គ្រងទាំងអស់ជាង 99% បន្ទាប់ពីការបោះឆ្នោតមហាសន្និបាតបកមួយបានប្រារព្ធធ្វើឡើងនៅក្នុងខែមករាឆ្នាំ1979នៅមេមត់ដែលបង្ហាញឲ្យឃើញពីការរៀបចំអង្គការរបស់ខ្លួនជាថ្មីបកថ្មីដែលប្រសិទ្ធនាមឡើងវិញថាបកប្រជាជនបដិវត្តកម្ពុជានឹងមានសមាជិកចំនួន800នាក់តាមពិតគឺជាក្រុមថ្មីមួយនៃផ្នែកស្និទ្ធវៀតណាមរបស់បកកុម្មុយនីសកម្ពុជាដែលត្រូវស្ទើរតែកម្ចាត់ទាំងស្រុងដោយប៉ុលពតប៉ុណ្ណោះមេដឹកនាំបកនេះជាមនុស្សមើងម៉ាត់និងស្គមកំប្រឹងម្នាក់ឈ្មោះប៉ែនសវណ្ណជាខ្មែរឥស្សរៈនិរទេសខ្លួនដែលទើបនឹងត្រឡប់មកពីទីក្រុងហាណូយវិញបកថ្មីបាននាំមកនៅឯកភាពប្រជាជនឥណ្ឌូចិនដែលប៉ុលពតមានបំណងបំបែកបំបាក់ដោយផ្ទុយពីប៉ុលពតដែលមិនទទួលស្គាល់ចំណងជាបងប្អូននឹងវៀតណាមប៉ែនសវណ្ណបានទទួលស្គាល់ថាបកប្រជាជនបដិវត្តកម្ពុជានឹងធ្វើឲ្យប្រពៃណីដ៏ថ្លៃថ្លារបស់បកកុម្មុយនីសឥណ្ឌូចិនដែលបង្កើតឡើងដោយហូជីមីញសិតសេជេរកាតទៅកិច្ចប្រឹងប្រែងសំខាន់បំផុតមួយក្នុងចំណោមកិច្ចប្រឹងប្រែងសំខាន់របស់វៀតណាមនៅកម្ពុជាស្ថិតនៅត្រង់ការពីបកប្រជាជនបដិវត្តកម្ពុជាហើយជាពិសេសការពីសមាជិកថ្មីរបស់បកនេះប្រឆាំងនឹងគ្រោះថ្នាក់ផ្សេងដែលពួកគេហៅថាជាតិនិយមចង្អៀតចង្អល់និងការប៉ុនប៉ងដោះខ្លួនពីសាមគ្គីភាពរបស់ឥណ្ឌូចិនដើម្បីរ៉ាប់រងភាពបរិសុទ្ធផ្នែកមនោគមវិជ្ជារបស់បកថ្មីទីប្រឹក្សាវៀតណាមជាច្រើនអ្នកបានពិនិត្យពាក្យស្នើសុំចូលបកនៅថ្នាក់ភូមិភាគហើយអ្នកសុំកន្លែងធ្វើការសុទ្ធតែត្រូវបញ្ជូនជាបន្តបន្ទាប់ទៅប្រទេសវៀតណាមដើម្បីបំពេញការសិក្សាផ្នែកនយោបាយការទូតត្រាប្រទេសកម្ពុជាខាងផ្នែកយោធាគឺជាបន្ទុកនៃអង្គភាពទ័ពលេខ4របស់វៀតណាមដែលតាមធម្មតាទទួលបន្ទុកមើលខុសត្រូវនៅតាមបណ្ដាខេត្តនៃដែនដីសណ្ដទន្លេមេគង្គនៅប្រទេសវៀតណាមឯណោះទីស្តីការក្រសួងការពារប្រទេសមួយត្រូវបានបង្កើតឡើងកងពលធំរបស់ខ្មែរចំនួន3បានជ្រើសរើសមនុស្សឲ្យចូលធ្វើកងទ័ពហើយបានដាក់ពង្រាយចាប់តាំងពីឆ្នាំ1983ក្នុងឋានៈជាទ័ពជំនួយប៉ុន្តែគឺកងទ័ពរបស់វៀតណាមនិងទាហានចំនួន 180,000 នាក់របស់ឧត្តមសេនីយ៍លេដឹកអាញ់ជាមេបញ្ជាការអង្គភាពទ័ពលេខ4ដែលជាអ្នករ៉ាប់រងការការពាររបបថ្មីទាំងស្រុងក្នុងសភាពលក្ខការគឺអង្គភាព3របស់វៀតណាមជាអ្នកក្តាប់សភាពការសាធារណរដ្ឋប្រជាមានិតកម្ពុជានេះជាឈ្មោះរបស់រដ្ឋថ្មីនៅថ្នាក់លើបំផុតគឺក្រុម A40 រួមមានសមាជិកភាពសុទ្ធតែជាអ្នកជំនាញការនៃគណៈកម្មាធិការមជ្ឈិមរបស់បកកុម្មុយនីសវៀតណាមសម្រាប់រ៉ាប់រងទំនាក់ទំនងរវាងបកទាំងពីរនិងផ្ដល់ការណែនាំលើបញ្ហាធំៗទាំងអស់បន្ទាប់មកគឺក្រុម B68 ដែលដឹកនាំដោយត្រាន់សុនប៉ាច់ជាសមាជិកលេខាធិការដ្ឋានបកកុម្មុយនីសវៀតណាមនិងរួមមានសមាជិកភាពសុទ្ធតែជាអ្នកជំនាញការវៀតណាមថ្នាក់អន្តការីត្រូវបានចាត់ឲ្យចូលរួមធ្វើការងារអមក្រសួងនានារបស់កម្ពុជាដោយសហការគ្នាសម្រាប់ទៅលើបញ្ហាផ្សេងៗប្រចាំថ្ងៃក្រុមទី3ដែលមានសុទ្ធតែជាទីប្រឹក្សាគឺក្រុម A50 ជាអ្នកជំនួយខាងផ្នែករដ្ឋបាលនៅគ្រប់ខេត្តនៅថ្នាក់ខេត្តនិងតំបន់ជនបទទាំងឡាយគឺត្រូវគ្រប់គ្រងមួយចំណែកដោយពួកទីប្រឹក្សាស៊ីវិលដែលមកពីបណ្ដាខេត្តជាបងប្អូននៅប្រទេសវៀតណាមនៅថ្នាក់មូលដ្ឋានគឺក្រុមពិសេសដែលចេញមកពីកងទ័ពវៀតណាមនិងដែលដឹកនាំបញ្ជាដោយពួកអនុសេនីយ៍ឯកជាអ្នករ៉ាប់រងមុខងារជាទីប្រឹក្សាចាប់តាំងពីមានការឈ្លានពាននិងកាន់កាប់ប្រទេសកម្ពុជាវៀតណាមបានរិះរោចមូលហេតុប្រសើរដោយខ្លួនឯងមិនឈប់ដើម្បីបង្កើតសម្ព័ន្ធភាពឥណ្ឌូចិនមួយវៀតណាមបានបង្កើតច្បាប់មួយប្រភេទដែលមិនចេះប្រែប្លាស់តម្រូវទៅតាមភូមិសាស្ត្រនិងប្រវត្តិសាស្ត្រគេអាចយល់ធ្លុះនៅអត្ថបទដ៏សំខាន់មួយរបស់ឧត្តមសេនីយ៍លេដឹកអាញ់ដែលនិយាយថាក្នុងអំឡុងពេលជាច្រើនសតវត្សមកហើយប្រទេសទាំង3គឺឡាវកម្ពុជានិងវៀតណាមបានរួមសុខទុក្ខក្នុងស្ថានភាពមួយដូចគ្នាស្ថានភាពជាអ្នករងគ្រោះអំពីអំពើឈ្លានពានរបស់កងទ័ពសក្តិភូមិចិនចក្រពត្តិនិយម
និងកម្លាំងប្រតិកិរិយាអន្តរជាតិបំបែកបំបាក់ប្រទេសទាំង3នេះដោយប្រើប្រាស់ប្រទេសមួយជាឈ្នាន់ដើម្បីភ្ជាប់ប្រទេសមួយទៀតជារណបហើយនៅទីបំផុតភ្ជាប់ប្រទេសទាំង3ជារណបតែម្ដងនេះហើយជាគោលការណ៍នៃសង្គ្រាមឈ្លានពានទាំងអស់ដែលប្រព្រឹត្តឡើងដោយកម្លាំងខាងក្រៅប្រឆាំងនឹងឧបទ្វីបឥណ្ឌូចិនដោយហេតុនេះការបង្កើតសម្ព័ន្ធភាពជាយុទ្ធសាស្ត្រមួយរវាងប្រទេសទាំង3នៅឥណ្ឌូចិនជារឿងចាំបាច់ខានមិនបានសម្រាប់ការគង់វង្សនិងការរីកលូតលាស់របស់ប្រទេសនីមួយៗនិងឥណ្ឌូចិនទាំងមូលគេបានបង្ហាញពីទាហានវៀតណាមដែលកំពុងស្លាប់ដោយជំងឺគ្រុនចាញ់នៅប្រទេសកម្ពុជារបួសដាច់ដៃដាច់ជើងក្នុងការពូនស្ទាក់វាយប្រហាររបស់ខ្មែរក្រហមនិងរបៀបបកស្រាយលម្អិតមួយអំពីច្បាប់នេះពួកនីតិហ៊ានរបស់គេបានបំភ្លឺអំពីមូលហេតុនៃវត្តមានរបស់ខ្លួននៅប្រទេសវៀតណាមដូចនេះថាបើភ្នំពេញរលំព្រៃនគរក៏នឹងរលាយបើយើងត្រូវស្លាប់ក្នុងការប្រយុទ្ធគឺស្លាប់នៅទីនេះប្រសើរជាងស្លាប់នៅប្រទេសវៀតណាមដំណាក់កាលជាផ្លូវការដំបូងក្នុងការចាត់តាំងសម្ព័ន្ធភាពឥណ្ឌូចិននេះបានកើតមាននៅខែមករាឆ្នាំ1980បណ្ដារដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង3ដែលរួមប្រជុំនៅទីក្រុងភ្នំពេញបានប្រកាសជាសាធារណៈនៅភាពដូចគ្នាខាងទស្សនៈស្ដីពីបញ្ហារបស់កម្ពុជានិងបញ្ហាអន្តរជាតិផ្សេងៗទៀតតាំងពីពេលនោះមកបែបផែននៃសម័យប្រជុំនេះបានធ្វើឡើងវិញ2ដងក្នុងមួយឆ្នាំរាល់ការប្រជុំមួយលើកគឺជាឱកាសបង្ហាញឲ្យឃើញពីការប្រកាន់យកជំហរចុងក្រោយរបស់ទីក្រុងហាណូយដែលហាក់ដូចជាចេញមកពីក្រុមឥណ្ឌូចិនទាំងមូលក្រុងហាណូយបានធ្វើឲ្យតួនាទីជាមេដឹកនាំរបស់ខ្លួននៅឥណ្ឌូចិនទៅជាផ្លូវការពង្រឹងភាពស្របច្បាប់ដល់របបក្រុងភ្នំពេញរឹតតែរឹងមាំឡើងនិងធ្វើឲ្យមានការចាប់អារម្មណ៍ថាសម្ព័ន្ធភាពថ្មីនេះមិនអាចប្រែកន្លះបានឡើយនៅឆ្នាំ1980ក្រុងហាណូយបានចាប់ផ្ដើមពង្រីកទស្សនៈប្លុក2នៅអាស៊ីអាគ្នេយ៍គឺឥណ្ឌូចិននិងសមាគមអាស៊ានដោយបំបត្តិគំនិតថាវៀតណាមអាចមានតួនាទីមួយក្នុងការរៀបចំនេះក្នុងនាមនៃកម្ពុជាជារដ្ឋរណបមួយគវៀងកូថាច់រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានថ្លែងប្រាប់លោកសិទ្ធិសាវ៉េតស៊ីឡាជាសមាភិកីថៃរបស់គាត់ថាខ្ញុំពុំត្រូវការថាប្រទេសណាមួយនៃសមាគមអាស៊ានខ្លាចទៅជារដ្ឋរណបមួយនោះឡើយដូច្នេះមានតែលោកចង់ឲ្យប្រទេសមួយក្នុងចំណោមប្រទេសទាំង3នៅឥណ្ឌូចិនទៅជាប្រទេសតែមួយមែនឬក្រុងហាណូយមិនត្រឹមតែស្វែងរកសន្តិសុខសម្រាប់ប្លុកនយោបាយមួយប៉ុណ្ណោះទេប៉ុន្តែក៏ស្វែងរកការធ្វើសមាហរណកម្មផ្នែកសេដ្ឋកិច្ចផងដែរក្នុងគោលបំណងបែងចែកហត្ថករដោយស្មារតីគ្នានិងប្រើប្រាស់ប្រភពធនធានមនុស្សនិងធនធានធម្មជាតិរបស់ប្រទេសទាំង3ឲ្យអស់លទ្ធភាពចំពោះវៀតណាមដែលមានផ្ទៃដីដាំដុះ6លានហិកតាសម្រាប់ប្រជាជន60លាននាក់នៅឆ្នាំ1985ប្រទេសកម្ពុជាដែលមានប្រជាជនជិត7លាននាក់ជាមួយផ្ទៃដីដាំដុះ1លានហិកតាកន្លះនិងតំបន់នេសាទដែលសម្បូរទៅដោយត្រីច្រើនបំផុតនោះបានចាប់ផ្ដើមប្រមាលមើលអនាគតដែលមិនយកចិត្តទុកដាក់បាននៅឡើយក្នុងខ្សែបន្ទាត់នយោបាយដែលចាប់ផ្ដើមជាមួយការចុះហត្ថលេខាលើសន្ធិសញ្ញាឡាវវៀតណាមនៅឆ្នាំ1977បណ្ដាខេត្តរបស់ឡាវនិងកម្ពុជាត្រូវបានគេកំណត់ឲ្យធ្វើសម្ព័ន្ធមេត្រីមួយជាមួយបណ្ដាជាបងប្អូននៅប្រទេសវៀតណាមដោយអនុលោមទៅតាមការធ្វើសម្ព័ន្ធមេត្រីភាពនេះពួកទីប្រឹក្សាពួកជំនាញការបច្ចេកទេសនិងពួកគ្រូពេទ្យរបស់វៀតណាមបានមកកាន់បណ្ដាខេត្តជាបងប្អូននៅកម្ពុជានិងនៅប្រទេសឡាវយ៉ាងច្រើនដើម្បីសហការក្នុងគម្រោងការតូចៗដោយចូលរួមក្នុងការបង្កើតឲ្យមានទំនាក់ទំនងពិសេសរវាងប្រទេសទាំង3នៅឥណ្ឌូចិនគណៈកម្មការសេដ្ឋកិច្ចរួមមួយរវាងវៀតណាមឡាវនិងកម្ពុជាត្រូវបានរៀបចំឡើងក្នុងសន្និសីទកំពូលមួយរវាងប្រទេសទាំង3នៅឥណ្ឌូចិននាទីក្រុងវៀងច័ន្ទក្នុងខែកុម្ភៈឆ្នាំ1983គណៈកម្មការនេះដែលមានសុទ្ធតែរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងផែនការត្រូវចូលរួមប្រជុំ2ដងក្នុងមួយឆ្នាំដើម្បីបង្កើនល្បឿនសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងការសម្របសម្រួលផែនការអភិវឌ្ឍជាតិក្នុងប្រទេសនីមួយៗគណៈកម្មាធិការជាតិសម្រាប់សហប្រតិបត្តិការផ្នែកវប្បធម៌និងសេដ្ឋកិច្ចត្រូវបានបង្កើតឡើងដែលពីដំបូងត្រូវមានតួនាទីសម្រាប់ពិគ្រោះឬឲ្យយោបល់ប៉ុណ្ណោះប៉ុន្តែទីក្រុងហាណូយបានបញ្ជាក់ឲ្យដឹងភ្លាមថាគោលបំណងយូរអង្វែងរបស់ខ្លួនគឺបង្រួបបង្រួមប្រទេសទាំង3និងធ្វើឲ្យសម្រេចពិតប្រាកដនៅសមាហរណកម្មផ្នែកសេដ្ឋកិច្ចរបស់គេមុនរដ្ឋប្រហារឆ្នាំ1970នៅប្រទេសកម្ពុជាមានអាណិកជនវៀតណាមរស់នៅចំនួន50,000នាក់
ហើយត្រូវបានសម្លាប់យ៉ាងរង្គាលក្នុងចលនាបំបត្តិជាតិសាសន៍វៀតណាមដោយរបបលន់នល់និងក្រោយមកដោយរបបប៉ុលពតឬត្រូវបណ្តេញចេញពីប្រទេសកម្ពុជាតែម្ដងវៀតណាមបានទាញយកទណ្ឌិកនេះដើម្បីបង្ហាញឲ្យឃើញថាការវិលត្រឡប់របស់ខ្លួនពិតជាត្រឹមត្រូវក្នុងឋានៈជានិគមជនថ្មីវៀតណាមអាចសម្ដែងតួនាទីគន្លឹះតាមការកំណត់ក្នុងការធ្វើសមាហរណកម្មផ្នែកសេដ្ឋកិច្ចដែលបានគ្រោងរួចមកហើយសារាចរមួយរបស់ក្រុមប្រឹក្សារដ្ឋមន្ត្រីចុះការបរិច្ឆេទខែឧសភាឆ្នាំ1982បានចែងច្បាស់ថាប្រជាជនវៀតណាមដែលមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ1979ហើយកំពុងប្រកបមុខរបរផ្សេងៗដែលរួមវិភាគទានដល់ការជួយធ្វើឲ្យមាននីតិសម្បទាឡើងវិញនិងដល់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចជាពិសេសក្នុងវិស័យកសិកម្មនេសាទការផលិតអំបិលនិងសិប្បកម្មនឹងត្រូវអនុញ្ញាតឲ្យស្ថិតនៅទីនេះដើម្បីបំពេញការងារបើទុកជាដឹងថាការហូរជន់ជោរគ្មានអ្នកណាត្រួតត្រាបានរបស់វៀតណាមមកក្នុងប្រទេសកម្ពុជាអាចបង្កឲ្យមានសម្អប់ជាប្រពៃណីរបស់ប្រជាជនខ្មែរប្រឆាំងនឹងប្រទេសជិតខាងខ្លួននិងបង្កឲ្យមានភាពតានតឹងខ្លះៗក៏ដោយក៏វៀតណាមពុំភ្លេចគិតថាមួយផ្នែកនៃប្រជាជនខ្លួនបានទៅជាអ្នកស៊ីឈ្នួលនៅប្រទេសកម្ពុជានិងកាន់កាប់មុខតំណែងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសនេះដែលរួមបង្កជាអត្ថប្រយោជន៍មួយមិនអាចមើលរំលងបាន